សភាពាណិជ្ជកម្មកម្ពុជាបាទកំពុងតែពង្រឹងសមត្ថភាពអ្នកផលិតក្នុងស្រុកបាទទៅលើការកសាងម៉ាកយីហោនិងការវេចខ្ចប់ដើម្បីពង្រីកទីផ្សារចូលទៅក្នុងផ្សារទំនើបឬក៏ម៉ាកនានារួមទាំងទីផ្សារអន្តរជាតិស្ថាប័ន GS មួយកម្ពុជាគាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជានៅរសៀលថ្ងៃទី13ខែឧសភាឆ្នាំ2026បានរៀបចំសិក្ខាសាលាស្ដីពីការគាំទ្រផលិតផលជាតិនិងត្រៀមខ្លួនដាក់លក់នៅផលិតផលខ្មែរលើទីផ្សារក្រោមប្រធានបទការវេចខ្ចប់និងការកសាងម៉ាកយីហោនៅក្នុងគោលដៅជួយគាំទ្រទៅដល់អ្នកផលិតនៅក្នុងស្រុកដើម្បីធ្វើការកែលម្អម៉ាកផលិតផលអនុលោមភាពតាមបទបញ្ញត្តិនិងការវេចខ្ចប់ប្រកបទៅដោយចីរភាពសិក្ខាសាលាមួយនេះផ្ដោតសំខាន់ទៅលើគោលដៅគាំទ្រនៃការពង្រីកវិសាលភាពសហគ្រិនភាពកម្ពុជាតាមរយៈការយល់ដឹងអំពីការកសាងម៉ាកយីហោនវានុវត្តន៍នៅក្នុងការវេចខ្ចប់ការអនុលោមតាមស្តង់ដារស្លាកសញ្ញាសម្រាប់ផ្សារទំនើបនិងឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅក្នុងស្រុកឲ្យកាន់តែប្រសើរទៅលើម៉ាកយីហោការវេចខ្ចប់និងការបំពេញលក្ខខណ្ឌតម្រូវរបស់ទីផ្សារស្តង់ដារតាមរយៈបទពិសោធន៍ចក្ខុវិស័យនិងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញទៅលើវិស័យពាក់ព័ន្ធខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសចំពោះវាគ្មិននិងតំណាងក្រុមហ៊ុនសិក្ខាសាលាមួយនេះបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាពឯកឧត្តមអុកញ៉ាងួនមេងតិចអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាងអ្នកអុកញ៉ាកិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានិងមានការអញ្ជើញចូលរួមពីសមាជិកាសភាពាណិជ្ជកម្មកម្ពុជានិងស្ថាប័នបាកូតតំណាងមកពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សមាគមពាក់ព័ន្ធដៃគូធនាគារដៃគូផ្សារលក់រាយផ្សារទំនើបអាជីវករផលិតករនិងពាណិជ្ជករប្រមាណជាង150នាក់ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាមួយនេះឯកឧត្តមអុកញ៉ាងួនមេងតិចអគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងឲ្យដឹងថាសិក្ខាសាលាមួយនេះមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជករម្ចាស់សហគ្រាសនិងម្ចាស់អាជីវកម្មទាំងអស់នៅក្នុងការរៀបចំខ្លួនឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាពិសេសទទួលបាននូវបទពិសោធន៍ពិតជាក់ស្ដែងតាមរយៈបទបង្ហាញអំពីការវេចខ្ចប់និងការកសាងម៉ាកយីហោនៅក្នុងការជំរុញផលិតផលចូលផ្សារទំនើបឬម៉ាកនានាឯកឧត្តមអុកញ៉ាក៏បានជំរុញឲ្យមានការលើកកម្ពស់ការកសាងម៉ាកយីហោនិងគុណភាពគឺជាកត្តាចម្បងបំផុតបូកផ្សំទៅនឹងការវេចខ្ចប់អនុលោមទៅតាមស្តង់ដារក៏ដូចជាលក្ខខណ្ឌតម្រូវរបស់ផ្សារទំនើបឬអ្នកបញ្ជាទិញពីក្រៅប្រទេសលើកពីនេះទៅទៀតធុរជនពាណិជ្ជករនិងអ្នកផលិតទាំងអស់ត្រូវគិតទៅលើរូបរាងសម្បកវេចខ្ចប់និងស្តង់ដារផលិតផលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អតិថិជនឯកឧត្តមអុកញ៉ាងួនមេងតិចក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើទៅដល់ធុរជនអាជីវករផលិតករនិងពាណិជ្ជករព្រមទាំងសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាស្ថាប័ន GS មួយកម្ពុជានិងអ្នកចូលរួមទាំងអស់ត្រូវតែពង្រឹងនិងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួនចេះរៀបចំផែនការហិរញ្ញវត្ថុនិងទីផ្សារពង្រឹងទៅលើស្តង់ដារគុណភាពនិងអនុលោមភាពនានាដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឲ្យកាន់តែមានគុណភាពខ្ពស់និងសម្បូរបែបកាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់និងមានសក្តានុពលពាណិជ្ជកម្មទាំងនៅលើទីផ្សារជាតិនិងអន្តរជាតិនៅក្នុងឱកាសនោះផងដែរលោកមវៀនអញខាញ់ដែលជាអគ្គនាយកប្រតិបត្តិនៃធនាគារ MP Cambodia មកបានមានប្រសាសន៍ថាយើងជឿជាក់យ៉ាងមុតមមទៅលើសក្តានុពលរបស់ SME កម្ពុជាយើងយល់ច្បាស់ថាដើម្បីលើកកម្ពស់ផលិតផលខ្មែរម្ចាស់អាជីវកម្មមិនត្រឹមតែត្រូវមានផលិតផលល្អនោះទេក៏ប៉ុន្តែត្រូវមានដើមទុនដើម្បីវិនិយោគទៅលើការច្នៃប្រឌិតការវេចខ្ចប់និងការរចនាស្លាកសញ្ញាឲ្យមានភាពទាក់ទាញនិងស្របទៅតាមស្តង់ដារដើម្បីឲ្យមានឱកាសឈានចូលទៅក្នុងទីផ្សារទំនើបនៅក្នុងស្រុកលើកពីនេះទៅទៀតលោកក៏បានបន្តថាយើងក៏យល់ច្បាស់ពីមហិច្ឆតារបស់អតិថិជននៅក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ឲ្យហួសពីព្រំដែនកម្ពុជាផងដែរហេតុនេះទើបយើងបានផ្ដល់ជូននូវដំណោះស្រាយសេវាធនាគារឆ្លងដែនដ៏រឹងមាំនិងគួរឲ្យទុកចិត្តបំផុតមិនថាតម្រូវការនាំចូលវត្ថុធាតុដើមដើម្បីបង្កើនផលិតកម្មឬកំពុងតែនាំចេញនូវផលិតផលពីកម្ពុជាទៅក្រៅប្រទេសនោះទេយើងមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិនិងសេវាទូទាត់នៅប្រាក់ប្រកបទៅដោយសុវត្ថិភាពដែលធានាថាប្រតិបត្តិការអាជីវកម្មរបស់អតិថិជនដំណើរការទៅដោយរលូននិងគ្មានឧបសគ្គ
លោកអគ្គនាយកប្រតិបត្តិក៏បានបន្ថែមទៀតថាដើម្បីគ្រប់គ្រងទៅដល់វឌ្ឍនភាពរបស់អតិថិជនធនាគារ MP Cambodia បានរៀបចំនៅអនុទានអាជីវកម្មដែលមានរយៈពេលវែងភាពបត់បែនខ្ពស់និងអត្រាការប្រាក់សមរម្យរួមជាមួយនឹងមធ្យោបាយហិរញ្ញប្បទានពាណិជ្ជកម្មដែលស្របទៅនឹងតម្រូវការជាក់ស្ដែងក្រុមការងារយើងត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយទៅជាដៃគូរយៈពេលវែងរបស់សហគ្រិនកម្ពុជាទាំងនៅក្នុងប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុកនិងអន្តរជាតិសូមបញ្ជាក់ផងដែរថាសិក្ខាសាលាមួយនេះមិនត្រឹមតែជាវេទិកាចែករំលែកចំណេះដឹងវិធីសាស្ត្រនិងអនុសាសន៍តែប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងជាឱកាសផ្គូផ្គងនៅអាជីវកម្មជំរុញផលិតផលខ្មែរចូលផ្សារទំនើបនិងម៉ាតដើម្បីលើកកម្ពស់ការប្រកួតប្រជែងការបង្កើតនៅបរិយាកាសធុរកិច្ចនៅក្នុងស្រុកឲ្យសម្បូរបែបនៅក្នុងការរួមចំណែកបង្កើតនៅមុខទំនិញសេវាកម្មការងារនិងផលិតភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការលើកកម្ពស់ផលិតផលនៅក្នុងស្រុកទៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។